សួស្តីពុកម៉ែបងប្អូនពុំមីងលោកយាយលោកតាទាំងអស់គ្នាមកជាមួយខ្ញុំកូនខ្មែរកម្ពុជាក្រមថ្ងៃនេះដែរគឺខ្ញុំធ្វើមុខម្ហូបមកជូនពុកម៉ែបងប្អូនបានទស្សនាកំសាន្តទាំងអស់គ្នាពុកម៉ែមើលចូលដឹងថាម្ហូបអីដែរមែនអត់ខ្ញុំមកថ្ងៃនេះគឺខ្ញុំយកប្រភេទត្រីចៀនជួនបែបខ្មែរក្រមណាមួយខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងស្គាល់ពីខ្មែរក្រមបានច្រើនហើយពីរបៀបរស់នៅឬមួយមុខម្ហូបប្រចាំថ្ងៃរបស់ពួកគាត់មានអ្វីខុសឬមួយដូចជាខ្មែរកណ្ដាលជាងពុកម៉ែបងប្អូននឹងហើយត្រីចៀនជួននេះដែរវាមានការខុសជាមួយនឹងខ្មែរកណ្ដាលយើងបន្តិចគឺប្រភេទបន្លែវាច្រើនទៅបន្លែជុំមានលាយខ្ទឹមប្រាំងអីចឹងទៅអានេះសម្រាប់ព្រួយឡើងពីលើឬមួយថប់ខាងក្រោមឲ្យវាការសម្រស់ខាងទៅឃើញតំណងពុកម៉ែបងប្អូនឃើញតាក់ទាញឃើញជុំមើលចូលទៅចង់ញ៉ាំហើយអ្វីក៏ដែលការខុសនឹងខ្មែរកណ្ដាលយ៉ាងទៀតគឺពេលធ្វើត្រីចៀនជួនម្ដងក៏ខ្ញុំតែមានប្រើមីសួរដាក់ក្របឬមួយលាយម៉ែបងប្អូនមីសួរហូបគឺចាប់ជាតិមកហើយមើលដំបូងយ៉ាងគេគឺយើងហាន់ខ្ទឹមប្រាំងពុកម៉ែបងប្អូនពេលហាន់ខ្ទឹមប្រាំងរួចយើងដាក់តាមទឹកកកទៅម៉ែបងប្អូនហើយម្ទេសក៏យើងដែរយើងប្រើម្ទេសធំគេហៅម្ទេសម៉ាឡេនិងម្ទេសម៉ាឡេខ្ញុំហាន់ស្ដើងជាងដែរពុកម៉ែបងប្អូនសរសៃហាន់ជាសរសៃរួចមកខ្ញុំដាក់តាមទឹកកកហើយមានស្លឹកខ្ទឹមជូរកញ្ញៃថ្ងៃពុកម៉ែបងប្អូនយើងដាក់តាមទៅដើម្បីទុកធ្វើបន្លែហូបបន្ទាប់ជាមួយត្រីចៀនជួនម៉ែមុនហូបគឺឆ្ងាញ់ចាប់ជាតិហ្មងហើយក្រៅពីនេះទៀតខ្ញុំចាប់ដើមដាក់ផ្ទះឡើងឲ្យវាក្តៅដាក់ប្រេងឆាចូលឲ្យក្តៅប្រហែលជា100អង្សាអញ្ចឹងទៅពុកម៉ែបងប្អូននៅក្តៅមែនតែនចាំពុកម៉ែបងប្អូនដាក់ត្រីចូលចៀនมันវាអត់ជាប់ផ្ទះនឹងគឺវិធីចៀនត្រីរបស់ខ្ញុំងាយស្រួលដែលធ្វើឲ្យអត់ជាប់ផ្ទះពុកម៉ែបងប្អូនក្រោយមកស្ទុះមកត្រីក៏ឆ្អិនពេលត្រីឆ្អិនបងប្អូនចាប់ត្រីចេញទៅពុកម៉ែបងប្អូនចាប់ជាងដាក់ផ្សេងអត់ត្រីចៀនជួនងាយដែរខ្ញុំធ្វើប្រភេទត្រីលាប់យ៉ាពុកម៉ែបងប្អូនដោយសារធ្វើនេះធ្វើដើម្បីលក់ដែរយើងតែប្រើត្រីលាប់យ៉ាតម្លៃស្រួលថ្លៃរសជាតិវាឆ្ងាញ់ទៅពុកម៉ែបងប្អូនអានេះបើបានត្រីកេះកាន់តែឆ្ងាញ់ទៀតតបមកគឺខ្ញុំផងទឹមឲ្យក្រហមដើម្បីខ្ញុំចាប់ដើមឆាសៀងឆាទឹកសៀងពុកម៉ែបងប្អូនដើម្បីធ្វើទឹកស៊ុតចៀនជួនខ្ញុំហៅសូត្រចៀនជួនទៅយើងមានសៀងមានអីចឹងទៅម៉ែបងប្អូនហើយសៀងពេលបងប្អូនរើសហ្នឹងគឺត្រូវរើសប្រភេទសៀងឆ្ងាញ់ដែរបងប្អូនសៀងឆ្ងាញ់ទៅធ្វើឲ្យមុខម្ហូបយើងកាន់តែឆ្ងាញ់អត់សៀងខាងដែរគឺខ្ញុំប្រើប្រភេទសៀងផ្អែមពុកម៉ែបងប្អូនខ្ញុំលាយថែមទឹកម្ទេសទឹកអីថែមតិចទៀតទៅទឹកស្អ៊ីវនិងស្ករប៊ីចេងទៅគឺរសជាតិគឺឆ្ងាញ់ហ្មងបើចង់ឲ្យឆ្ងាញ់ទៅច្បាច់គុជឆ្មាមួយចំណិតពីរចំណិតម៉ែបងប្អូននឹងហើយតបមករួចមុខម្ហូបរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងម៉ែបងប្អូនយើងដាក់ចានចេញស្រូបទឹកសៀងឡើងរួចឲ្យដេញបន្លែយើងចុះប្រមាញ់នោះដាក់ឡើងទៀតរួចចេញពុកម៉ែបងប្អូនភាសាបាយជាមួយខ្ញុំទាំងអស់គ្នាតាំងពីចុះទូរស័ព្ទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងដែរសូមអរគុណពុកម៉ែបងប្អូនបានមើលវីដេអូខ្ញុំដល់ចាប់ដើមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អហើយកុំភ្លេចជួយ follow និង like page ឲ្យខ្ញុំមួយផងអរគុណពុកម៉ែបងប្អូនច្រើនស្រឡាញ់ពុកម៉ែបងប្អូនច្រើន